សួស្តីប្រិយមិត្តដែលនិយមតាមដានការនិទានរឿងបែបប្រឡំលោកថ្ងៃនេះផងដែរខ្ញុំយករឿងបែបរន្ធត់ក៏ព្រឺព្រួចមួយដែលរឿងនោះមានចំណងជើងថាម៉ោង3ទៀបភ្លឺហើយនេះគឺជារឿងពិតដែលកើតឡើងនៅក្នុងភូមិកំពង់ភ្លុកក្នុងអំឡុងឆ្នាំ1997ទន្លេសាបគឺជាបឹងស្តុកទឹកនិងជាជម្រកត្រីមួយដ៏សំខាន់បំផុតនៅក្នុងប្រទេសកម្ពុជាពេលនេះខ្ញុំកំពុងស្ថិតនៅលើផ្ទៃទឹកដ៏ធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែកខ្ញុំអង្គុយស្ងប់ស្ងាត់តែម្នាក់ឯងគត់នៅលើទូកដែលមានផ្ទុកទៅដោយសម្ភារជាច្រើនយ៉ាងមានមុងភួយខ្នើយឆ្នាំងអង្ករនិយាយរួមគឺរបស់របរសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃងាកទៅមើលខាងចុងទូកក៏ឃើញមាននៅសម្ភារសម្រាប់ជួសជុលមុងរបស់ខ្ញុំផងដែរយូរម្ដងខ្ញុំបានឃើញទូកអ្នកនេសាទតែទៀតអុំកាត់ទូករបស់ខ្ញុំមួយហើយក៏ស្ងាត់ទៅសំឡេងសត្វយំលាន់សូរជីកឯម្ដុំដើមរាំងដែលលិចទឹកស្ទើរពាក់កណ្ដាលឯណោះខ្ញុំឈ្មោះសុកមានអាយុ24ឆ្នាំខ្ញុំគឺជាអ្នកនេសាទម្នាក់នៅលើបឹងទន្លេសាបបេនេះខ្ញុំបានឃ្លាតឆ្ងាយពីប្រពន្ធដែលកំពុងមានគូចិត្តគ្រប់ហើយនោះមកនេសាទត្រីនៅទីនេះតាមរយៈការរីមុងគ្រាន់នឹងបានត្រីលក់យកកម្រៃត្រៀមទុកឲ្យប្រពន្ធសម្រាលកូនយើងបានគ្នាជាប្តីប្រពន្ធជាង2ឆ្នាំមកហើយតែប្រពន្ធខ្ញុំទើបនឹងមានកូននៅឆ្នាំនេះឯងដោយហេតុការណ៍នោះក្រោយពីបានគ្នាជាង2ឆ្នាំតែប្រពន្ធខ្ញុំពុំទាន់មានកូនខ្ញុំមិនស្រណុកចិត្តទាល់សោះខ្ញុំភ្ញាក់ឡើងនៅម៉ោង3ទៀបភ្លឺជាវេលាដែលត្រូវទៅសាមុងជាធម្មតាខ្ញុំបានទៅសាកលពងអុជធូបហើយដោតនៅនឹងដើមរាំងមួយដើមដែលខ្ញុំម៉ែតង់សំចតទូកក្រោមដើម្បីសុំកូនខ្ញុំមិនដឹងថាវានឹងបានផលឬអត់នោះទេតែចិត្តខ្ញុំប្រាប់ឲ្យធ្វើខ្ញុំក៏ធ្វើខ្ញុំប្រាថ្នាមិនថាបានជាកូនប្រុសឬក៏ស្រីនោះទេខ្ញុំនឹងស្រឡាញ់ទាំងអស់ឲ្យបានលុះកាលកន្លងទៅប្រពន្ធខ្ញុំក៏មានកុសលដូចបំណងមុនជារៀងរាល់ខែខ្ញុំតែងឆ្លៀតពេលទៅមើលប្រពន្ធរបស់ខ្ញុំម្ដងឬ2ដងថ្ងៃដែរតែខែនេះប្រពន្ធរបស់ខ្ញុំកាន់តែគៀកនឹងសម្រាលកូនមែនតែនហើយនាងពោះបានប្រមាណជា8ខែជាងដូច្នេះខ្ញុំតែងនឹករលឹកដល់នាងជាពន់ពេកលើសពីសពមួយដងយើងពុំមានអ្វីសម្រាប់ទំនាក់ទំនងសួរសុខទុក្ខគ្នាឡើយបើចង់ដឹងសុខទុក្ខប្រពន្ធលុះតែខ្ញុំជិះកង់ពីកំពង់ភ្លុកមកលងនឹងនាងនៅឯផ្សាររកាកំបុតឯណោះឆ្ងាយគ្នាជាង20គីឡូឡាអាទិត្យក្រោយនេះក៏ដល់កំណត់ដែលខ្ញុំនឹងត្រឡប់ទៅផ្ទះជប់មុខប្រពន្ធហើយនៅពេលយប់ក៏ឈានមកដល់ជារៀងរាល់ថ្ងៃខ្ញុំរមែងតែងតែសាំនៅវេលាម៉ោង3ឬ4ទៀបភ្លឺព្រោះបិទអីអ្នកមកលើកត្រីពីពួកខ្ញុំគឺតែម៉ោង7:05ភ្លឺគឺគាត់មកដល់ហើយដូច្នេះបើយឺតមានន័យតែគេទៅចោលវេលាថ្មនេះគឺម៉ោងប្រហែលជា8ជាងខ្ញុំនិងអ្នកនេសាទផ្សេងទៀតតែដែលមកពីស្រុកភូមិជាមួយនឹងគ្នាបានមនីមនីរកកន្លែងសម្រាប់បន្ទាប់ពីហូបបាយល្ងាចរួចរាល់សំដែជាអ្នកភូមិផងរបងជាមួយក្បែរផ្ទះនិយាយនឹងខ្ញុំតោះសុកទៅបោះទូកសម្រាប់នឹងគ្នាអត់បាទសំឯងទៅមុនខ្ញុំចុះចាំខ្ញុំទៅតាមក្រោយខ្ញុំទំនឹងសំវិញត្បិតអីខ្ញុំចង់នៅអង្គុយមើលព្រះច័ន្ទដែលកំពុងតែរះត្រចះត្រចង់នេះម្នាក់ឯងបន្តទៀតព្រោះបើទៅបោះសំចតទូកសម្រាប់ឥឡូវមុខតែគេនាំខ្ញុំផឹកស្រាស់ទៀតមិនខានមិនអីណាគ្នាទៅមុននេះហើយសំថាបានតែប៉ុណ្ណេះក៏ប្រញាប់អុំទូកចេញទៅសំដៅម្ដុំទូកសំចតជុំគ្នាជាច្រើនក្រោមដើមរាំងអីខ្ញុំឆ្លើយតបទាំងមិនភ្លេចលើកដៃលាជាសញ្ញាសំចេញផុតមួយសន្ទុះធំខ្ញុំក៏អៀអុំទូកទៅរកទីសំចតសម្រាប់ដេកដែរនិយាយទៅមិនមែនខ្ញុំជាមនុស្សមិនចោះចំណោមនឹងគេនោះទេតែឲ្យធ្វើម៉េចបើខ្ញុំអត់ចង់ផឹកស្រាឡើយខ្ញុំបានផ្តែផ្ដាំមុនពេលចេញមកនេសាទនាងផ្ដាំកុំឲ្យខ្ញុំផឹកស្រាក្រែងជ្រុលស្រវឹងខ្លាំងអីទៅអាចមានបញ្ហាគ្រោះថ្នាក់ដោយប្រការណាមួយព្រោះយើងនៅលើទឹកមិនមែននៅលើគោកនោះទេបែបនេះហើយទើបបានជាខ្ញុំចេះតែឈ្នោះអ្នកឯទៀតស្ងាត់មាត់អស់ហើយខ្ញុំក៏ចូលទៅសំចតទូកនៅក្រោមដើមរាំងមួយដើមដែលនៅរៀងឆ្ងាយពីឯងប្រមាណជា4-10ម៉ែត្រអីតែប៉ុណ្ណោះក្រោយរៀបចំចុងទូកនិងចុងដំបូលបាំងសន្សើមរួចរាល់ហើយខ្ញុំក៏ចាប់ចុងមុងសម្រាប់នៅវេលានោះទៅដោយសារតែក្តីហត់នឿយពេញមួយថ្ងៃគ្រាន់ណែតដាក់ក្បាលដល់ខ្នើយភ្លាមនៃខ្ញុំក៏តាំងទុនចិត្តនឹងលងលក់រលីវផ្លេតដែរហើយស្រាប់តែសំឡេងតក់បានបន្លឺឡើងមកស្នូសំឡេងស្រអីមិនដឹងទឹកតក់ប៉ះនឹងដំបូលតង់ផ្លាស្ទិករបស់ខ្ញុំប្រែជាសំឡេងដ៏រំខានសម្រាប់ដំណក់នាពេលនេះខ្ញុំមួម៉ាយ៉ាងខ្លាំងមួយរំពេចណាមួយកំពុងតែងុយនឹងអស់កម្លាំងណាសំឡេងរំខានបែបនេះទៀតខ្ញុំក៏ងើបទាំងមីមមើលថាជាទឹកស្អីស្រក់បែបនេះទាំងដែលមិនមានភ្លៀងផងនោះខ្ញុំស្រវាទាញពេលមកឈួររកមើលប្រភពសំឡេងនោះស្រាប់តែម៉ែជួយកូនផងខ្ញុំស្រែកភ្លាត់សំឡេងទាំងភ័យផងភ្ញាក់ផងហើយក៏ជើងធ្លាក់ទឹកប្រុងឯនេះគឺជារដូវដែលមានទឹកឡើងច្រើនជន់ជោរលិចអស់ផ្ទះប្រជាជនដែលរស់នៅលើដីកំពង់ភ្លុកនេះអីចឹងហើយទើបបានជាផ្ទះរបស់ពួកគាត់រមែងធ្វើសខ្ពស់ព្រោះការពារភាពលិចទឹកលិចនេះឯងនៅក្នុងភូមិឲ្យតែដល់រដូវទឹកលិចបែបនេះសាកសបងប្អូន
សាច់ញាតិដែលបានស្លាប់ក៏មិនដឹងថានឹងត្រូវយកទៅដាក់នៅទីណាកាលបើគ្មានទីកន្លែងសម្រាប់បូជាដូច្នេះគ្រួសារសពក្រោយពីបានធ្វើបុណ្យតាមប្រពៃណីហើយក៏រមែងតែងតែយកសពនោះរុំកន្ទេលហើយទៅគប់នៅនឹងចុងរាំងឲ្យខ្ពស់ផុតពីទឹកលុះណាតែសពពលួយទៅតាមធម្មជាតិម្យ៉ាងទៀតរឿងនេះវាឥតប្លែកនោះទេតែមកពីខ្ញុំប្រលឹងតិចខ្លួនឯងណាមួយខ្ញុំមិនដែលបានជោគអាទឹករែងសពស្រក់ទឹកតក់លើដំបូលបែបនេះពីមុនផងនៅម៉ោង3ទៀបភ្លឺម៉ោងនេះគឺជាម៉ោងដែលពួកអ្នកនេសាទត្រូវងើបដើម្បីសាំដែលបានដាក់រាយខ្ញុំក៏ដូចជាអ្នកឯទៀតដែរខ្ញុំងើបទាំងស៊ីងមើងមិនទាន់អស់ងុយនៅឡើយដបិតកាលពីក្បាលល្ងាចក្រោយពីបានជួបហេតុការណ៍នោះរួចខ្ញុំក៏ដេកមិនលក់តែក៏មិនដឹងថាមកលងលក់នៅម៉ោងប៉ុន្មាននោះទេថ្ងៃនេះខ្ញុំក្រោករៀងយឺតបន្តិចពេលបើកភ្នែកឡើងអ្នកឯទៀតក៏ចេញទៅសាំរបស់ពួកគេអស់លីងតាំងពីពេលណាក៏មិនដឹងទុកខ្ញុំនៅដេកតែម្នាក់ឯងមិនបង្អង់យូរខ្ញុំក៏រស់រាន់រៀបចំចេញទៅកាន់កន្លែងដែលខ្ញុំបានរៀបមកកាលពីល្ងាចភ្លាមនោះទៅយប់នេះវាហាក់ដូចជាស្ងាត់ប្លែកត្បិតខ្ញុំអុំទូកកាត់កន្លែងមុងរបស់សមតែខ្ញុំក៏ឥតឃើញមានវត្តមានសមនៅនឹងកន្លែងនោះឡើយខ្ញុំចេះតែអុំទៅមុខជារឿយយូរម្ដងខ្ញុំកយសំឡេងសត្វខ្លែងស្រាក់យំល្វើយឬហើយគួរព្រឺឆ្អឹងខ្នងបរិយាកាសវេលានេះដូចជាចម្លែកពិតមែននេះហើយវាស្ងាត់ហើយចោះបាត់មនុស្សទៅណាអស់ហើយកែនឡែងដេកក៏មិនឃើញកែនឡងរីមកក៏មិនឃើញក្រៅពីឆ្ងល់ក៏បានត្រឹមម៉ែត្រឆ្ងល់នឹងឯងមួយសន្ទុះខ្ញុំក៏បានមកដល់កន្លែងដែលខ្ញុំដាក់រីមកខ្ញុំញាប់ដៃដោះមុងរបស់ខ្ញុំបណ្ដាហួចជាភ្លេងបណ្ដាកំដរនៅបរិយាកាសដ៏ស្ងាត់ជ្រុងនេះថាប្លែកគឺប្លែកហើយមិនណែមនៃប្លែកតែមនុស្សហើយណាសំបីត្រឹមរបស់ខ្ញុំនាគវាក៏ប្លែកទៅតាមដែរខ្ញុំសាំអស់ជាង10ម៉ែត្រហើយតែសំបីតែត្រីមួយក្បាលក៏គ្មានឃើញជាប់ដែរហើយថ្ងៃនេះគឺជាថ្ងៃស្អីរបស់យើងទៅឆ្នាំម៉ាបានជាគ្មានក្បាលអត្រីណាមកជាប់មកសោះអីចឹងខ្ញុំចាប់ប្រអ៊ូនៅម្នាក់ឯងទាំងអារម្មណ៍មិនសូវល្អតតែសោះខ្ញុំដាក់គូតអង្គុយចុះសម្លឹងមើលទៅកាត់ភាពងឹតគឺងឹតសូនឲ្យឈឹងតែម្ដងសូនឲ្យដូចជាត្រីជាប់មកខ្ញុំនៅពេលនេះឯងត្រីទេនឹងអើត្រឡប់ទៅកន្លែងដកវិញថ្ងៃអីក៏សួយយ៉ាងនេះលោកព្រះមិនដែលជួបប្រទេសទេរាល់ដងបើជាទោះមិនបានត្រីច្រើនតែអន់ណាស់ក៏បានមួយសំដែរដៃខ្ញុំគិតតែពីសាំញាប់ដៃឯខួរក្បាលលើចេះពីគិតពីនេះពីនោះមិនចេះចប់មិនចេះហើយយ៉ាជាប់ស្នើកវីចេះបានធ្ងន់ម្លេះខ្ញុំលន់មាត់តែម្នាក់ឯងព្រោះអីពេលនេះមកខ្ញុំធ្ងន់កន្តុកដូចជាជាប់បានត្រីធំផងក៏មិនដឹងហេអ្នកមកជាប់ត្រីធំកើតតែដែរខ្ញុំសើចហួសចិត្តនឹងខ្លួនឯងបន្តិចរួចក៏បន្តសើចឡើងមកព្រះជួយខ្ញុំស្រែកផ្លាត់សំឡេងទៀតហើយខ្ញុំអុកគូតនឹងទុកលន់ឆាំងខ្លួនញញែកដូចមនុស្សកើតគ្រុនចាញ់ខ្ញុំរន្ធត់ណាស់រន្ធត់ដល់ថ្នាក់ទប់លំនឹងខ្លួនឯងមិនបានញើសនៅលើថ្ងាសខ្ញុំប៉ុនក្របពោតហូរស្រក់ចូលមាត់ខ្ញុំចេះតែរំកើខ្លួនថយឲ្យឆ្ងាយពីក្បាលមនុស្សជាប់មកខ្ញុំតាមរបៀបណាពេលនេះអារម្មណ៍ខ្ញុំហោះទៅស៊ីប្រលិតនៅឯបាតបឹងអស់ហើយខ្ញុំលើកដៃប្រណម្យឲ្យទាំងញ័រត្រឹកក៏ដែរម៉ែឲ្យម៉ែជួយកូនត្បិតខ្ញុំនេសាទនៅទីនេះជាង2ឆ្នាំមកហើយមែនតែខ្ញុំអត់តែដែលបានប្រទះនឹងរឿងហេតុចម្លែកខ្មោចលងអីបែបនេះទេខ្ញុំគឺជាមនុស្សខ្លាចខ្មោចខ្លាំងបំផុតហើយចឹងសំឡេងមនុស្សស្រីនិយាយទាំងដាច់ដោយមកកាន់ខ្ញុំឬល្វើយពីក្រោយខ្នងខ្ញុំងាកក្រោយយឺតទាំងភ័យញាក់ងាយគេឃើញភ្លាមបេះដូងខ្ញុំក៏ធ្លាក់ក្នុងដូចគ្នាដែរក្បាលមនុស្សអំបញ្ញមិញពេលនេះវានៅលើដៃខ្លួនមនុស្សស្រីជាអ្នកកាន់មិនណែមិនមនុស្សគឺខ្មោចស្រីជាអ្នកកាន់នាងកាន់ក្បាលខ្លួនឯងហើយញឹមមកកាន់ខ្ញុំស្នាមញឹមនាងគួរឲ្យខ្លាចខ្លាំងណាស់ឃើញបានណែប៉ុណ្ណេះខ្ញុំក៏បិទភ្នែកក្លឹបខ្ញុំមិនហ៊ានមើលយូរទៀតទេខ្ញុំខ្លាចខ្មោចឲ្យខ្ញុំសុំនៅជាមួយបងផងនាងបន្តនិយាយទៀតទាំងបន្លឺល្វើយដែលដល់ចេញទៅខ្ញុំមិនដែលធ្វើរឿងអីអាក្រក់នោះទេកុំធ្វើបាបខ្ញុំអីខ្ញុំប្រឹងនិយាយទាំងមាត់ញ័រតាត់ហើយភ្នែកនៅបិទជិតឈឹងសុកឆ្នាំម៉ានេះឯងកើតអីនឹងឆ្នាំម៉ាសំចូលមកអង្រួនខ្លួនខ្ញុំខ្លាំងខ្ញុំរហ័សសេបើកភ្នែកឡើងក្រោយយីសំឡេងសំខ្ញុំឃើញសំរួមទាំងបងអ្នកសាតែទៀតនៅជុំវិញខ្លួនខ្ញុំហើយខ្ញុំកើតអីអំបញ្ញមិញខ្ញុំអត់បានឃើញពួកគាត់ឡើយខ្ញុំឃើញឯងចម្លែកពីការទៀបភ្លឺឯងអុំទូកេកពីកន្លែងដកទាំងមិនមាត់មួយម៉ាត់ពួកយើងខំនិយាយនឹងឯងក៏ឯងមិនស្ដេចវិញឯងធ្វើដូចជាមិនឃើញពួកយើងអីចឹងហើយបន្ទាប់មកទៀតពួកយើងក៏ឃើញឯងអុំទូកែឆ្ងល់ចុះឆ្វែឡើងនៅម្ដុំនេះមួយសន្ទុះធំយើងឆ្ងល់ក៏បួលបងមកមើលងែម្ដងទៅហើយនេះឯងវាកើតអីឲ្យប្រកដេទៅខ្ញុំសម្លឹងមុខសុំមិនព្រិចទាំងនៅភ័យនៅឡើយហើយនិយាយនឹងវិញយើងគិតថាយើងត្រូវខ្មោចលងហើយ
តាំងពីថ្ងៃនោះមកគឺថ្ងៃដែលខ្ញុំត្រូវបានខ្មោចលងម្ដងនោះពេលនេះខ្ញុំក៏រៀងចាលខ្ញុំអត់ហ៊ានទៅដកដាច់តែងទៀតហើយខ្ញុំព្យាយាមចូលក្នុងចំណោមនឹងខ្ញុំខ្លាចណាស់ខ្ញុំខ្លាចត្រូវខ្មោចលងម្ដងទៀតគិតទៅជាមនុស្សប្រុសនឹងគេដែរហេតុអីបានជាខ្ញុំកំសាកែបែបនេះទៅវិញតថាទៅពេលទោះខ្ញុំក៏មិនត្រូវវេដនៅពេលយប់មកដល់យប់នេះជាយប់ថ្ងៃសេយប់15កើតព្រះច័ន្ទជាពន្លឺភ្លឺត្រចះចង់ល្អណាស់ខ្ញុំអង្គុយលងជុំជាមួយនឹងវងផឹករបស់អ្នកឯងទៀតអង្គុយខ្ញុំអត់បានផឹកនឹងគេទេបិទខ្ញុំជ្រុលជាសន្យាជាមួយប្រពន្ធហើយកុំឲ្យខុសពាក្យគេផឹកចូលឯខ្ញុំវិញលោកទាញត្រីប្រឡាក់ដែលគេជៀនធ្វើជាគ្រឿងក្លែមមកញាត់ចូលមាត់យ៉ាងឆ្ងាញ់ពិសាអត់ឆ្ងាញ់ទេប្រៃខ្លះខ្ញុំអង្គុយនិយាយលងនឹងពីនេះពីនោះមិនចេះចប់សោះចិត្តមួយចង់ចូលដកមុនណៃដតែចិត្តមួយទៀតមិនហ៊ានខ្លាចចេកថាយើងមិនចូលចំណោមមេគេទៀតអង្គុយខ្ញុំក៏ស្រាប់តែនឹកឈឺនំមួយរំពេចមើលចុះគេអ្នកផឹកមិនទាន់ឈឺនំផងឯងអ្នកអង្គុយស៊ីសាច់ខ្លែមេសោះក៏ឈឺនំជាងគេទៀតខ្ញុំដើរមករកកន្លែងនំខ្ញុំអត់ហ៊ានទៅនំឆ្ងាយដូចប្រាប់អីចឹងថាខ្ញុំខ្លាចខ្ញុំក៏ដើរទៅចុងទូកែដែលចងជាប់ក្រោមដើមរាំងបំរុងនំដាក់ទឹកហើយត្រឡប់មកវិញពេលកំពុងតែនាមខ្ញុំក៏តាំងមានអារម្មណ៍ថាព្រឺក្នុងខ្ញាក់របៀបថាជាអារម្មណ៍រេមើដូចជាមាននរណាសម្លឹងយើងអីចឹងនឹងឯងខ្ញុំគិតតែឈរបាញ់នំខ្ញុំឥតងាកមើលអីផ្ដេសផ្ដាស់ទេអំថាដូចជាមានអ្វីម្យ៉ាងធ្លាក់ចុះពីលើចុងរាំងដឹងបានត្រឹមដឹងតែខ្ញុំក៏មិនហ៊ាននិយាយអីទេមើលលែដល់មិនទាន់អ្វីម្យ៉ាងដែលខ្ញុំនិយាយនេះវាគឺជាសក់មនុស្សស្រីកាន់តែធ្លាក់មកពីលើចុងរងប៉ះនឹងមុខខ្ញុំភ័យទៀតហើយតែលើកនេះខ្ញុំមិនន័យស្រែកខ្ញុំប្រញាប់បកក្រោយទៅរកវងផឹកវិញស្រាប់តែបាត់វងផឹកទៅណាខ្ញុំនិយាយម្នាក់ឯងទាំងរន្ធត់អំបាញ់មិញវងផឹកនៅទីនេះសុកបាត់ទៅណាហើយពេលនេះខ្ញុំកំពុងឈរនៅលើទូកមួយម្នាក់ឯងកន្លែងក្រោមចុងរងដែលខ្ញុំឈរនោមក៏មកខ្លាចជាចុងរងថ្ងៃមុនគឺចុងរងដែលខ្ញុំដេកក្រោមសពនោះហើយពេលនេះសពនោះក៏នៅគៀបនឹងចុងរងនឹងដដែលខ្ញុំភ្ញាក់ផ្លាកក្រោយខ្ញុំដឹងខ្លួនហើយថាខ្មោចកំពុងតែលងខ្ញុំទៀតប្រកបណាស់ខ្ញុំកំពុងតែភ័យខ្លាំងពេលនោះស្រាប់តែឮសំឡេងឆាក់សពរំកន្ទួលបានធ្លាក់ពីលើចុងរាំងមកទៅលើទូកខ្ញុំលាន់ឆាក់កន្ទួលរំសាកសពដើមរបេះចេញជាឱកាសឲ្យខ្ញុំឃើញមុខសពច្បាស់គឺជានាងខ្មោចស្រីដែលលងខ្ញុំថ្ងៃមុនខ្ញុំប្រឹងទប់ស្មារតីមើលគ្រប់រូបភាពដែលកំពុងតែកើតឡើងបេះដូងខ្ញុំលោតបោកនឹងទ្រូងស្ទើរតែធ្លាយចេញមកក្រៅខ្ញុំចង់បិទភ្នែកចាំគេមកជួយដូចជាពេលមុនណាស់អត់ទេខ្ញុំចង់ដឹងថាហេតុអីបានជាខ្មោចស្រីនេះតាមលងខ្ញុំមិនឈប់បុកនេះខ្ញុំប្រមូលភាពក្លាហានទាំងប៉ុន្មានមកនិយាយនឹងនាងតែសុំទោសភាពក្លាហានមិនទាន់ដល់កម្រិតទើបសំឡេងខ្ញុំចេញទាំងញ័រហេតុអីក៏នាងតាមលងខ្ញុំបែបនេះខ្ញុំបានធ្វើអីនាងណេត្រេតអត់ទេខ្ញុំមិនដែលបានទៅធ្វើបាបអ្នកណាឡើយខ្ញុំសុំនៅជាមួយផងនាងឆ្លើយតបនឹងខ្ញុំដោយសំឡេងដាច់ដូចជាពេលមុនអីចឹងស្ដាប់ហើយគួរឲ្យព្រឺនិយាយចប់កាលណាក្បាលរបស់នាងក៏ចាប់ធ្លាក់របូតចុះក្រោមលំតុកទឹកក្រងៃចេញពីខ្លួននាងមានក្លិនស្អុយអាសោចបាញ់សាច់មកលើខ្ញុំមិនដឹងដោយរបៀបណាខ្លះចូលមុខខ្លះចូលមាត់ខ្ញុំអួតវោកទាំងរៃអឹមបានខ្ញុំខឹងពេកខឹងនឹងទឹកក្រងៃខ្មោចចូលមាត់ខ្ញុំចាប់ទាញជ្រវាអ៊ំទូកែវៃសំពងទៅលើនាងខ្មោចនោះមិនញើសដៃសុកឯងកើតឈួតអីនឹងឆ្នាំម៉ាសម័យស្រែកឲ្យខ្ញុំខ្លាំងពេលនេះខ្ញុំកំពុងតែលើកចង្វាវាយរបស់របបបែដែកបងកៅដែលជាអ្នកនេសាទផឹកជាមួយគ្នាពីល្ងាចមិញឯងកើតឈួតស្វ័យឯងនឹងឆ្នាំម៉ានេះបើយើងខាត់មិនទាន់ប្រហែលជាអញឯវ៉ៃវ៉ាន់បងឯងវេកតិចទីអស់បាត់ហើយបេនទោសខ្ញុំកោកខ្ញុំមិនដឹងឆ្លើយនឹងសំថាម៉េចទេឬប្រាប់ថាខ្ញុំខ្មោចឡងទៀតហើយខ្ញុំសុំទោសផងខ្ញុំមិនបានតាំងចិត្តនិយាយបណ្ដាខ្ញុំលើកដៃសំពះបងដៃក៏បណ្ដាគាត់ឥតបានទៅនឹងខ្ញុំថាយ៉ាងម៉េចចេតបណែកក៏ស្រវឹងទុនកណ្ដៀកគ្រប់គ្នាក៏វិក្បាលរួចក៏បែកជួគ្នាទៅដករៀងខ្លួនយប់នេះខ្ញុំដេកមិនលក់ទេខ្ញុំកំពុងតែឆ្ងល់រឿងដើមរងដែលខ្ញុំធ្លាប់សំចប់ទូកក្រោមរហូតមកវាជាដើមតែមួយដែលខ្ញុំធ្លាប់អុជធូបសុំកូនវាជាដើមម៉ែតមួយដែលសពខ្មោចស្រក់ទឹកក្រងៃលើដំបូលទូកខ្ញុំហើយវាក៏ជាដើមម៉ែតមួយនឹងខ្មោចស្រីដែលលងខ្ញុំកាលពីល្ងាចមិញណាស្ដុកក្បាលនឹងរឿងដែលបានកើតឡើងណាលឹកដល់ប្រពន្ធយ៉ាងចម្លែកថ្មនេះម៉ោង2រំលងអត់រៀបទៅហើយនៅតែ1ម៉ោងទៀតខ្ញុំក៏ដល់ពេលត្រូវទៅសាមចិត្តខ្ញុំមិនស្ងប់សោះទ្រាំលែងបានខ្ញុំក៏រៀបចំអីវ៉ាន់ដើម្បីឡើងមករកប្រពន្ធខ្ញុំទាំងយប់នេះឯងគិតចង់ទៅទាំងយប់បែបបេនអ្វីសុំសួរខ្ញុំទាំងសើងមឹងនៅឡើយនេះហើយហើយមុងយើងនោះឯងចាំសាផងហើយយកត្រីខ្លួនឯងចុះយើងផ្ញើរបស់របរផងណា
យ៉ាងយូរអាទិត្យក្រោយយើងមកវិញបើអីចឹងចាំយើងជូនទៅច្រាំងនិយាយចប់សំក៏ប្រញាប់អុំទូកជូនខ្ញុំមកដល់ច្រាំងមាត់ទន្លេដែលនៅក្នុងភូមិកំពង់ភ្លុកដែលចំណាំហៅថាចុងទឹកមកដល់ចុងទឹកខ្ញុំប្រញាប់ទៅសុំកង់ពីផ្ទះអ្នកភូមិដែលខ្ញុំបានផ្ញើទុកនោះទាំងកណ្ដាលយប់នោះប្រហែលជាពួកសត្វកណ្ដុរហើយមើលទៅនៅម្ដុំនេះគេថាកណ្ដុរប្រែងធំល្អណាស់ថ្មនេះគឺម៉ោង3ទៀបភ្លឺទៅហើយជាធម្មតាម៉ោងថ្មណាស់ពុំទាន់មាននរណាជិះកាត់ផ្លូវនេះនោះទេនៅតាមផ្លូវនេះស្ងាត់ណាស់វាជាផ្លូវរទេះគោរលាក់សឹងធ្លាក់ថ្លើមដល់ដីរាល់ដងពេលខ្ញុំជិះកង់ទម្រាំដល់ផ្ទះចង្កេះខ្ញុំស្ទើររ៉េតដាច់ជាកំណាត់ទៅហើយខ្ញុំជិះទៅជារឿយទាំងលំបាកនេះមិនមែនលំបាករឿងអីទេតែកង់ខ្ញុំហាក់ដូចជាធ្ងន់ខុសពីសពមួយដងវាធ្ងន់ចែកអ្នកហាក់ដូចជាមាននរណាអង្គុយពីក្រោយខ្ញុំយ៉ាងដូច្នោះដែរខ្ញុំចេះតែមានអារម្មណ៍មើលខ្ញុំងាកក្រោយជាច្រើនសារតែក៏គ្មានឃើញអ្វីនោះទេនេះប្រហែលមកពីខ្ញុំគិតដល់ខ្មោចស្រីនោះពេកខ្ញុំនៅមានចិត្តខ្លាចនាងនៅឡើយតែចិត្តមួយទៀតខ្ញុំនឹកប្រពន្ធខ្ញុំចម្លែកណាស់ខ្ញុំទ្រាំមិនបានទេខ្មោចស្រីនោះប្រែបានលងខ្ញុំបានតែពេលនៅលើទឹកទេនាងមិនទំនងមកលងខ្ញុំនៅលើគោកនេះទៀតកំពុងគិតរេវើរេវីយ៉េតម្នាក់ឯងពេលនោះខ្ញុំស្រាប់តែឃើញស្រមោលអីស្ទូងនៅខាងមុខកង់ខ្ញុំមិនដល់10ម៉ែត្រផងពេលឆ្លោះកង្កែបដែលខ្ញុំពាក់ជាប់នឹងក្បាលខ្ញុំប្រឹងបញ្ចាំងទៅប្រភពស្រមោលនោះទាំងភ័យកាលេបើបញ្ចាំងឃើញថាស្រមោលខាងមុខគឺជាមនុស្សក្នុងទ្រូងខ្ញុំក៏ធូរសាកអូលោកតាហើយនេះតាអញ្ជើញនៅណាទាំងមួយនឹងតែបែបនេះខ្ញុំស្រែកសួរទៅកាន់លោកតាដាំអាសំនៅទន្លេព្រោះនឹកវាពកវាខានមករកតារាប់ខែហើយតាដាំនិយាយបណ្ដាក៏ឈប់កង់បណ្ដាមិនឆ្ងាយពីខ្ញុំប៉ុន្មានបាត់តាសមេកមិនអីទេហើយជាអ្នកជូនខ្ញុំមកដល់មាត់ទឹកពេលឡើងមកផ្លូវនេះឯងខ្ញុំនិយាយនឹងគាត់នេះឯងឡើងទៅរកប្រពន្ធឯងចំពេលល្អណាស់គឺអ្នកសយប្រាប់ថានាងឈឺពោះសម្រាលកាលពីប៉ុន្មានម៉ោងនេះឯងពីតែនអ្វីតាខ្ញុំសួរទៅតាដាំទាំងអផងភ័យខ្លាចនាងមានបញ្ហាអ្វីអីមែននឹងហើយយើងទៅនិយាយកុហកឯងធ្វើស្អីនិយាយបានប៉ុណ្ណេះគាត់ក៏រៀបនឹងធាក់កង់ចេញទៅនេះឆាប់ទៅមើលប្រពន្ធមើលអីទៅហើយនេះទៅបានស្រីណាជិះពីក្រោយនឹងអាហារគ្រាន់ទៅថាមានមនុស្សស្រីនៅពីក្រោយខ្ញុំភ្លាមខ្ញុំក៏ងាកផ្លែតសឹងបាក់អត់មាននរណានៅពីក្រោយខ្ញុំនោះទេខ្ញុំងាកមកនិយាយនឹងតាវិញលេងសើចណាស់ហើយគ្មានវត្តមានតាដាំនៅទីនេះទៀតទេខ្ញុំបរមខ្ញាក់បេះដូងលោទេបាក់រំដំតិចលោកខ្មោចឡងដឹងមិនបងអង្គយូរខ្ញុំចាប់ធាក់កងចេញពីទីនោះទាំងមិនងាកក្រោយខ្លាំងណាស់ហើយអរគុណពួកបងផងដែលបានជួយយកអាសាគ្រួសារខ្ញុំបែបនេះខ្ញុំលើកដៃសំពះអរគុណយាយសយនិងអ្នកជិតខាងដែលបានជួយយកអាសាដល់គ្រួសារខ្ញុំពេលខ្ញុំមិននៅខ្ញុំលើកដៃអង្អែលក្បាលប្រពន្ធធ្ងន់ម្ដងទៀតឲ្យគ្នាសុំទោសផងណាដែលមិនបាននៅមើលឯងឲ្យបានដិតដល់នាងបើកភ្នែកមកវិញញឹមដាក់ខ្ញុំមិនអីទេឯងឆាប់ទៅងូតទឹកសម្អាតខ្លួនទៅហើយហៅមិត្តភក្តិឯងចូលក្នុងផ្ទះផងមកឃើញនាងដើរតាមឯងតាំងពីមកដល់ឲ្យគ្នាឈរក្រៅផ្ទះអីចឹងទៅកើតខ្ញុំស្រាប់តែបើកភ្នែកធំស្លូតនឹងសម្ដីប្រពន្ធរបស់ខ្ញុំនិយាយភ្លាមនេះប្រពន្ធខ្ញុំឃើញស្អីអ្នកណាតាមខ្ញុំការនិទានរឿងម៉ោង3ទៀបភ្លឺបានចប់សូមពឹងអ្នកទាំងអស់គ្នាជួយចុច like និង subscribe ឲ្យខ្ញុំមួយផងសូមអរគុណ